ជាទូទៅនៅពេលអ្នកគ្នាថតនៅកន្លែងដែលស្ទើរពលឺឬក៏យើងហៅថា underexpose ហ្នឹងយើងតែងតែជួបបញ្ហាមួយគឺឡើង noise អញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបង្ហាញអ្នកគ្នាអំពីការធ្វើ noise reduction នៅក្នុង DaVinci Resolve អញ្ចឹងជំហានទី1អ្នកគ្នាត្រូវធ្វើការបង្កើត node មួយមកហើយត្រូវ make sure ថា node ហ្នឹងគឺនៅខាងមុខគេដើម្បីកុំឲ្យវា affect ទៅកាន់ node ផ្សេងៗទៀតនៅពេលអ្នកគ្នាធ្វើការ color grading បន្តមកទៀតអ្នកគ្នាចូលមកកន្លែងវាថា motion effect អញ្ចឹង motion effect នេះគឺគេដាក់ឲ្យប្រើសម្រាប់តែ version studio ទេសម្រាប់អ្នក free version គឺអត់ទាន់មានទេអញ្ចឹងនៅក្នុង noise reduction គឺមានពីរប្រភេទទី1យើងហៅថា temporal noise reduction ទី2យើងហៅថា spatial noise reduction temporal noise reduction គឺវាធ្វើការជាមួយនឹង multi frame ហើយ spatial noise reduction គឺវាធ្វើការជាមួយនឹង single frame អញ្ចឹងនៅកន្លែង frame នេះបើនៅក្នុង short clip របស់អ្នកគ្នាអត់មាន movement ច្រើនទេអ្នកគ្នាអាចប្រើត្រឹមលេខ2ឬក៏លេខ3មកខ្ញុំលើលេខ3មកបន្តមកទៀតកន្លែងនេះខ្ញុំយកវា better ហើយ motion range នេះគឺខ្ញុំយកវា medium ដោយសារតែយើងអត់សូវមាន movement កាមេរ៉ានៅក្នុង shot របស់យើងប៉ុន្តែបើសិនជាអ្នកគ្នាមាន movement ខ្លាំងៗដូចជាយើង switch pan នៅក្នុង shot របស់យើងហ្នឹងអ្នកគ្នាអាចប្រើជាមួយនឹងទី1នេះបានឥឡូវខ្ញុំយកវា medium មកបន្តមកទៀតអ្នកគ្នាមកមើលកន្លែង temporal threshold យើងមាន2ទី1យើងហៅថា luma ទី2យើងហៅថា chroma luma គឺវា represent to អា noise ដែលមានពណ៌ខ្មៅឬក៏ពណ៌សហ្នឹងហើយ chroma គឺវា represent to color noise ដែល noise របស់យើងវាមានពណ៌ក្រហម green ឬក៏ magenta នៅក្នុងហ្នឹងអញ្ចឹងនៅពេលអ្នកគ្នា zoom មកយើងនឹងឃើញ noise របស់យើងវាច្រើនបែបនេះអញ្ចឹងកន្លែងហ្នឹងយើងធ្វើការតម្លើងជាមួយនឹង luma របស់យើងមកវានឹងធ្វើការកាត់ជាមួយនឹងអា noise ដែលខ្ញុំបានបញ្យល់មិញគឺតាក់ទងនឹងសឬក៏ខ្មៅហ្នឹងវាចាប់ផ្ដើមបាត់ហើយតែអ្វីដែលនៅគឺ chroma អ្នកគ្នាឃើញពណ៌ក្រហមនេះហ៎អញ្ចឹងអ្នកគ្នាធ្វើការតម្លើង chroma របស់យើងមកតម្លើងកាន់តែខ្លាំងវានឹងធ្វើការដកអាពណ៌នឹងចេញអស់នេះបងណាយើងអាចមើល before and after អញ្ចឹងអ្វីដែលខ្ញុំចង់កត់សម្គាល់នៅពេលអ្នកគ្នាតម្លើង luma របស់យើងនេះកាន់តែខ្ពស់អ្នកគ្នានឹងបាត់បង់ជាមួយនឹង texture នៅលើ skin របស់យើងនេះអញ្ចឹងវានឹងធ្វើឲ្យ subject របស់យើងវាឡើង blur បែបនេះអ្នកគ្នាអាចមើល before and after នេះគឺ texture របស់យើងចាប់ផ្ដើមបាត់ហើយដោយសារ blur វាច្រើនណាអញ្ចឹងកន្លែងហ្នឹងយើងបើកមកវិញអ្នកគ្នាអាចធ្វើការដាក់ luma បន្តិចបានហើយខ្ញុំដកវាតាមប៉ុណ្នេះមកហើយ chroma ខ្ញុំយកវាប៉ុណ្នេះមកយើងអាចមើល before and after បន្តមកទៀតនៅកន្លែង motion នេះខ្ញុំយកវាប៉ុណ្ណឹងហើយយើងមកមើលកន្លែង special noise របស់យើងអញ្ចឹងកន្លែង special noise នេះគឺវាធ្វើការបានល្អវាព្យាយាមចាប់តែកន្លែងណាដែលមាន noise ទេអញ្ចឹងនៅកន្លែង mode នេះវាមានច្រើនអ្នកគ្នាអាចប្រើ enhance ឬក៏យើងអាចប្រើជាមួយនឹង AI ក៏បានដែរអញ្ចឹងខ្ញុំប្រើ enhance មកខ្ញុំអាច manual ដៃបានបន្តមកទៀត radius នេះគឺវាតាក់ទងទៅនឹងទំហំនៃ noise របស់យើងហ្នឹងខ្ញុំយកវា medium មកអញ្ចឹងអ្នកគ្នាមកមើលកន្លែង special threshold នេះវាមាន luma ហើយនិង chroma ដូចគ្នាអញ្ចឹងខ្ញុំដោះ link កន្លែងនេះមកបន្តមកទៀតទោះបីជាអ្នកគ្នាតម្លើងទៅលើអា luma នេះខ្លាំងក៏ដោយនេះក៏វាអត់ effect ទៅកាន់ skin របស់យើងដែរតោះណាអញ្ចឹងខ្ញុំតម្លើងវាមកល្មមមកយើងមើលនេះវាចាប់ផ្ដើមបាត់ជាមួយនឹង noise សឬក៏ខ្មៅហ្នឹងហើយបន្តមកទៀតបើសិនជាវានៅជាមួយនឹង color noise នេះគ្នាឲ្យធ្វើការតម្លើង chroma របស់យើងបន្ថែមតោះណាអូខេ trick នៅក្នុងការធ្វើ noise reduction ខ្ញុំបញ្យល់អ្នកគ្នាប៉ុណ្ណឹងយើងនឹងជួបគ្នានៅវីដេអូរបស់យើងបន្តទៀត